cái đa cha tôi tập đọc sợ chơi mò tay đọc sợ chơi tới một đôi mi từ ngầu chứ sao hiền đó ô sao nên tết mua mi từ ngầu chân món cha cái bị túi cạt bông tràn tới mai chập cao từ ngầu bông đây bạn cạt bông tràn cái năng cha cái năng ở tới này cho mình từng đầu cha đã bị từng đầu mình chết kimi folation cho chân lên địch xanh cho chân lên địch xanh bạn cắt bột chở nó cha cho chân lên địch xanh ở đây rồi lên bà cho chân lên rồi lên bà trong ai quát vơ đầm rạp cả đá chứ ngay mua cầm nát mua cả đá ba bông cha đầm rạp năng miền này miền ở quát cho chất lên bao các bạn này chàng tè pro khăng bong ở đá thua chỉ một phép thì bay mẹ nó bầu huyết mẹ alo này thua tay nó mới cả bong lấy bong ông xông vậy tha bong đá thua ông chia bong pro này thì cho là ngày này cả đá ớt miên ở đây ta ớt cả đá mua ai đưa cả đá cả đá nè cả đá không miên trai ca mà sliệt sòng cả su sliệt sập bút sliệt với sliệt áo ba chặt ngay đó á ta anh khơi tục giang à tục thuê tôi tục có à sờ lạ thì ô hay say cái nè bảo chân ủa sờ lọ tiết bạn sờ đồng chân ớt ham ai sờ lọ bài say sờ lọ bà sờ lọ bong sờ lọ bài mà được đâu chào bà này bong chà đi thôi chẳng à cọp về đây sờ lọ bài cái hai tha thôi mà chết tranh bị không luôn ạ bà sợ lạ chơi pet sao đôi cái bà pet hết tân tôi bảo bà lên cho bao các ba ui ở miền Giang tuần đi giờ nó bong ớt nó ấy ôi hả thế bay LED đi sau lùi tiền tôi nói bao nên Giang te tôi nói bao chen thế hả chúng thuê hay bao cái pe nó pia tầm ôi tầm ai rồi bao cái ai mày khăn pia tầm ôi tầm ai pe bong tầm bát đây pe bong tầm bát đây dung thôi món ăn vậy ấy mới dung á dung một cái này nó dung chứ nè dung chụp lấy phổ đây gấp lấy phổ dung lấy phổ trong bà ba rồi dung lấy giấy vay tiền nhóm đăng thay dung chụp lấy prang năng là xa bong năng một năng à lấy ưu thảo thạp bong tranh thì thưa ca ba đây dung bay chia chụp lấy xây bong lấy sao màu với nhau ôi rồi lên này đi chỉ một bên là bong bay khăn là đi bong xưa tam trăng nơiពេលដែលបងអូនប្រអាប់បងប្រុសបងអូនអត់មិនមែនប្រអាប់វិញនិយាយដើមពីអតីតកាលរបស់បងប្រុសរបស់បងអូនអញ្ចឹងពេលទៅផ្ទះវិញបងប្រុសរបស់បងអូនគាត់មានអារម្មណ៍យ៉ាងម៉េចដែរអត់ទេគាត់សើចណាមួយតែពេលហ្នឹងគឺគាត់ចង់ឲ្យប្អូនប្រុសម្នាក់ដែលគឺជាប្រុសមិនចង់ឲ្យទៅជាមានចរិតស្រីគេហៅម្ញែកអីចឹងបងព្រោះបងប្អូនខ្ញុំប្រុសទាំង3នាក់អញ្ចឹងមានតែខ្ញុំមួយរៀងទុនជាងគេហើយកូនទីម៉ានកូនទី3កូនបើអូទីបើអីចឹងពីទូចប្រុសទាំង3ញ៉ាដល់ចូលវ័យ20ជាស្រីមួយជួនកាលមកពីការកំណើតរបស់ប្អូនហ្នឹងម្ដាយរបស់ប្អូនហ្នឹងគាត់មានអារម្មណ៍ថាចង់បានកូនស្រីចង់បានតែប្រុសទាំង3ហើយប្រុសទាំង2ហើយចាដល់ពេលអារម្មណ៍គាត់គិតអញ្ចឹងដល់ពេលកើតមកចាឥឡូវនេះបន្ទាប់ពីរឿងជីវិតផ្ទាល់ខ្លួនរបស់បងអូនស្រីតែជួនបាននេះជាប្រវត្តិសង្ខេបប្រវត្តិសង្ខេបរបស់គាត់ដែលបានដើរមកដល់វេទិការបស់យើងថ្ងៃនេះឥឡូវសូមឲ្យគណៈកម្មការជួយឲ្យយោបល់បន្តិចមកគាត់ច្រៀង15ចាមុននឹង5តួមុននឹងឲ្យយោបល់ជូនដល់ប្អូនចារ៉ូលីនបងសូមសរសើរដល់ទេពកោសល្យរបស់ប្អូនចាធ្វើឲ្យបងមានអារម្មណ៍ថាប្អូនពិតជាប្រកែខ្លាំងណាស់ចាទេពកោសល្យរបស់ប្អូនគឺបង្ហាញជូននៅបទចម្រៀង15បទ style ខុសៗគ្នាទាំងអស់ចាឥឡូវសួរអ្នកក្រោយពេញចិត្តអត់មិញហាចាបងប្អូនពេញចិត្តផ្ទះដៃឲ្យរលីនមួយផ្ដល់កម្លាំងចិត្តចាសូមសរសើរបាទចាអរគុណច្រើនអ្នកបងនិយាយតាមត្រង់ទៅពិបាកចិត្តមែនទែន15នាក់បើមុខឲ្យដូចអ្នកទាំង15ហ្នឹងគឺមិនអាចដូចទេរលីនស្អាតជាងដាច់ប៉ុន្តែដល់តែពេលធ្វើកាយវិការយើងអាចដឹងថាកាយវិការឧទាហរណ៍ដូចដើមម៉ូតណាចាបាទខ្ញុំចាប់អារម្មណ៍ដើមម៉ូតលើកទី2ហ្នឹងដូចអូនស្រីចន់ច័ន្ទលក្ខណៈចាហុចខ្លាំងមែនតែនហើយបង្ហាញខ្ញុំឆ្ងល់រឿងចន់ច័ន្ទថៃបានមកសកត់នៅនេះវិញដឹងអីនោះសូរលីនចកេះទូចទេមិនគិតមិនសកត់ចកេះមកសកត់ឡៃធូរពេលហ្នឹងឈឺឆ្អឹងអូឆ្អឹងអាវចាឈឺឆ្អឹងអាខ្ញុំមានឆ្អឹងតែខ្ញុំចុចនឹងឈឺដែរហ្នឹងហើយបើបទទី1និងបទទី3ស្ដាប់ទៅប៉ែនរនបន្តិចម៉ៅស៊ីណាបន្តិច
តែដល់បាត់ទី3មើលទៅកាយវិការម៉ៅស៊ីណាតហ្មងព្រោះយើងអត់ដឹងបែនរនកាយវិការគាត់មិនទេណា ចាក៏នៅមកកន្លែង លឺតែសំឡេង ប៉ុន្តែអ្វីដែលចាប់អារម្មណ៍និយាយពីនៅបញ្ញរិទ្ធ ចាក៏ដូចដែរចា ដូចហ្មង ទឹកទឹកមុខកាយវិការសំឡេងចេញមកអូមើលទៅតំណងហើយអ្នកខាងក្រៅមិញគាត់ថាអីដូចនំបៃរិទ្ធច្រើនណាចា ប៉ុន្តែ ហើយបដើមម៉ូតអ្នកទី1 ទី1កញ្ញាកែវពេជ្រកែវពេជ្រពិសី មើលទៅ ចាកញ្ញាកែវពេជ្រពិសីគឺរលីនគាត់ចាប់ដូចថាក្រាប់បានដោយសារត្រង់បបោមាត់ចាញញឹម បាទសុំ ចា ទៅ សោយស្រស់ចា ចាសោយស្រស់ បាទអ្នកមានកំហុសមួយ ចា បាត់យើងដឹងតែយកបាត់របស់នាងមីងកពេជ្រជាដាមកហើយព្រោះចាំបាច់ខ្ទប់ច្រមុះទៅអី ចាបងព្រោះថា still គឺកងួ មែនទេប្អូនស្រីមិនមែនគាត់កងួទេ អត់ទេរបៀបកងួ គាត់ច្រៀងនៅចុងច្រមុះ ចុងច្រមុះ ចាគាត់ច្រៀងចុងច្រមុះដល់អញ្ចឹងឮបែបដូចថាគាត់រៀងកងួដូចប្រាសាយអញ្ចឹងណា ចា ចា មាន ឥឡូវសូមយោបល់បាទគណៈកម្មការបាទបងសិដ្ឋាដូចណាគេ បង បាទ រើសមួយមកបងចង់ដឹង ដូចនិយាយចឹងខំលើកឧទាហរណ៍តាំងពីពេញចរិតកាលវិទ្យាសាស្ត្រដើមមុនណា ចា បាទ អូនធ្វើពិធីកស្លៀកខោកបយចាំបានតែពាក់អាវយឺត ចាបែប hip hop ហ៎ បាទហើយលើកយកបាត់មិញហ្នឹងបាត់ច្រៀងមិញហ្នឹងយកមកច្រៀង ចានេះជាគំនិតរបស់បង អ្នកណាក៏ឆ្ងល់ដែរអេហើយចុះប្អូនមិនក៏កូពីដូចរិនសវេតមែន ចឹងបានន័យថាបង ចា ដូចរិនសវេត បាទ ចុះចំពោះអ្នកសុជាតិវិញដូចអ្នកណា ចំពោះនេះខ្ញុំមើលឃើញចឹងដែរចាមើលទៅកាយវិការទាំងទឹកដមសំឡេងទាំងទឹកមុខចាគ្រប់កាយវិការទាំងអស់គឺដូចលោករិនសាវ៉េតចា ដឹងតែរិនសាវ៉េតកំពុងមើលអត់ទេនេះ បងចាប់អារម្មណ៍ជាងគេត្រង់ចាក់ចកេះចាក់លសូអាយយមែននឹងអីនេះបត់គេដូចអត់មានចឹងយកមកថែមណា ចាថែមខ្លួនឯងបង អូចា ធម្មតាទៅថែមអំបិលថែមស្ករទៅខ្ញុំ ចឹងហ៎ ទៀត ចាចា បាទចូល ចុះទៅទៅវិញ តែចំពោះនាងខ្ញុំវិញគឺថាតួទាំងអស់សំឡេងគឺខ្ញុំសរសើរដល់បងប្រុសរ៉ូលីនចាមានទេពកោសល្យហើយនិងសមត្ថភាពល្អគេហៅថាខ្លាំងប្រភេទទី3មានមួយហ្នឹងហើយបើសិនទៅបាត់បង់ទៅទៀតអូកុំឲ្យបាត់បង់ឲ្យ ខ្ញុំ សោះ និយាយពាក្យហ្នឹងបាន ពេលលោកគ្នាទៅស្រុកគេអត់មកវិញអីខ្ញុំពីស្រ័យចា ព្រោះខ្ញុំអត់ទៅអូស្ត្រាលីផង ចាខ្ញុំខ្ញុំចូលចិត្តគាត់ខ្ញុំស្រឡាញ់គាត់ប៉ុន្តែខ្ញុំនិយាយឲ្យច្បាស់ថាគាត់ច្រៀងស្រីព្រោះជាងមនុស្សប្រុស បាទ តែប៉ុន្តែបើមនុស្សប្រុសដែលគាត់ច្រៀងមិញគឺលោកណប់បញ្ញរិទ្ធដែលគាត់ច្រៀងព្រោះជាងសម្លេងលោករិនសវេតចារិនសវេតគាត់ច្រៀងទៅធ្វើឲ្យយើងភ្ញាក់ផ្អើលសោចបែរទៅជាកំ pl ែងវិញប៉ុន្តែបើលោកណប់បញ្ញរិទ្ធពេលដែលយើងដេកស្ដាប់ណាកុំគិតថាលោករលីន លោក គឺណប់បញ្ញរិទ្ធសតតែម្ដង ចា ចាលោករិនសវេតគ្រាន់តែគាត់ជាកំ pl ែងចាំចាំគាត់ អីយយខ្ញុំលឺចាប់ចង់គឺ អត់សូវប្រហែលទេប៉ុន្តែគ្រាន់តែលោករិនសវេតដល់ពេលច្រៀងមកបែបកំ pl ែងគេទៅជាចាប់អារម្មណ៍ជាងគេដល់ចាប់អារម្មណ៍ជាងគេទៅជាគាត់ថារិនសវេតនឹងដូចជាងគេប៉ុន្តែនៅបញ្ញរិទ្ធដូចជាងគេទាំងអស់ដែលខ្ញុំតាមខ្ញុំស្ដាប់មិញណាហើយបើចំពោះតារាផ្នែកខាងអឺរ៉ុបវិញបរទេសវិញខ្ញុំទៅសាររលីនមួយមុខមាត់អត់ដូចគេសម្លេងក៏មិនដូចគេបានមាត់ដូចគេចាពេលដែលស្រែកមាត់សះគេច្រៀងអត់ខ្មាស់ថ្មិញទេគឺគេស្រែកយកអស់ដូចគាត់ចឹងស្រែកមិញឃើញដល់សួតមិនធម្មតាណា ចាចុះពេលនាងខ្ញុំទៅពេទ្យចំណេញបាច់ឆ្លោះអេកូ ល្អអញ្ចឹងបានថាខ្ញុំសម្លេងទាំងអស់ខ្ញុំថាសម្លេងគាត់ដូចនប់បញ្ញរិទ្ធ ចា ប៉ុន្តែចាប់អារម្មណ៍ជាងគេគឺលោករិនសវេតចង់និយាយថាគេដល់ពេលច្រៀងមកគេចាប់អារម្មណ៍ជាងគេគឺលោករិនសវេតអញ្ចឹង វិ ណា ភាគច្រើនពេក ចា ខ្ញុំជាមួយអ្នកសុជាតិដឹងរិនសវេតហើយស្រីតូអីអ្នកណាគឺ ខ្ញុំលោកនប់បញ្ញរិទ្ធ ដល់បៃរិទ្ធ អូ សម្លេង ឥឡូវ តែឥឡូវយើងខលដល់ពីអ្នកមក លទ្ធិប្រជាធិបតេយ្យយកសម្លេងតិចឬក៏យកសម្លេងច្រើន បាទយកសម្លេងច្រើនឥឡូវសួរទស្សនិកជនវិញថារ៉ូលីនសម្ដែង15អំបាញ់មិញដូចណាគេជាងគេបាទណាគេ ដល់បៃ បាទ រិទ្ធ បាទគាត់ថាដូចរិនសវេតប៉ុន្តែมันអាចដូច 100% ទេដូច្នេះគឺបាទគឺដូចបាទគឺរិនសវ៉ាប អូយមើលបាបមែន និយាយទៅនិយាយមកនឹកឃើញដល់សូមួយដែល បាទ ប្អូនរ៉ូលីនរៀបចំអត្តចរិតនិងរឹកពីរបស់ប្អូនរិនសវេតពេលនោះគេប្រកាសហ្មងសូមស្វាគមន៍កម្មវិធីពេញចិត្តអត់ជួបជុំ បាទ ជួបជាមួយនឹងពិធីការនីដែលមានវោហាមិនចេះចប់ស្អីគេ Beyonce តោហ៎ Jennifer Jennifer Lopez Jennifer ឡូតូ និងពិធីករ រិនលីនសវេត ចា រ
រិនលីន លីនសវេត គាត់កាត់បរទេសចឹងដល់ពេលដែលដូចបរទេសចឹងគេយកឈ្មោះនេះប្រគំ ចា ចូលវិញ យក មក មក អមើយ បិទចោលគ្នា តែបុយសាណាបងសំទោសណាមិនមែនថាអីទេព្រោះយើងធ្វើកម្មវិធីពេញចរត់ពេលនោះ ចា សៃតុហើយនឹងបងអូនរលីនគេជាពិធីករបងអូនទាំងពីរជាគណៈកម្មការប៉ុន្តែនេះគឺជាកម្មវិធី Miss and Mr. Mr. and Miss Talk Show ចឹងដោយបងអូនសាណាបានជំរាបជូនទស្សនិកជនពីដើមទីចឹងវារៀងស្តៀងគ្នាបន្តិចតែកុំច្រឡំ អញ្ចឹងយើងក៏កំ នេះ និយាយ គ្រាន់តែកម្មវិធីចាចង់ធ្វើឲ្យប្លែកពីមួយសប្តាហ៍ទៅមួយសប្តាហ៍ចាយើងហើយមួយណាកម្មវិធីថ្ងៃនេះគឺជាកម្មវិធីឆ្លងឆ្នាំ2014ផ្លាស់ចូល2015អញ្ចឹងទេ talk show ដែលធ្លាប់ធ្វើរាល់ដងគឺយើងផ្លាស់ប្ដូរចាបន្តិចបន្តួចដើម្បីដូចផ្លាស់ឆ្នាំអញ្ចឹងណាចា បាទអរគុណឥឡូវយើងសរុបមតិជាមូលមកគឺដូចរិនសវេតខ្លាំងជាងគេ ចង់ឲ្យទូរស័ព្ទទៅគាត់ឥឡូវហ្នឹងនេះបងសវេតចង់អញ្ជើញគាត់មក អ្វីដែលពិសេសគឺយើងបង្ហាញជូននៅវគ្គក្រោយពិសេសទៀតហើយ សេះទៀតឥឡូវ ពិសេសទៀតហើយចា អូនស្រីសម្រាប់សិនណាបង សំខាន់សង្ឃឹមថារិនសវេតអត់បានមើលសូហ្នឹងណា បាទបាទ បើបានមើលមិនដឹងមិនធ្វើរលីនណា បាទ រិនសវេតមើលមានសោយខ្លួនឯងទេ អរគុណច្រើន បាទវគ្គក្រោយគឺសុគ្រាសមានន័យថាចានថានៅព្រះអាទិត្យជួបគ្នាបាទ ហើយបើដឹង សុ ជា គ្រាស អ្នកណាលេបអ្នកណាទេ បាទសុគ្រាសនឹងការឡើងនៅវគ្គក្រោយអនុញ្ញាតសម្រាប់ replacement